សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញពីរបៀបបង្កើត account នៅលើ Tube to Post ហើយនៅថ្ងៃនេះខ្ញុំសូមបន្តទៀតដោយបង្ហាញពីរបៀបភ្ជាប់ account Facebook ចូលនៅក្នុង Tube to Post ម្ដងដំបូងយើងបើក web browser មកដោយខ្ញុំសូមបង្ហាញនៅលើ Google Chrome ហើយនៅលើ address bar នេះយើងសរសេរ tube2post.com ហើយទៅចុច enter ទៅបន្ទាប់មកយើងត្រូវ log in ចូលទៅក្នុង account Tube to Post របស់យើងតែបើគ្នាយើងអត់ទាន់មាន account ទេយើងអាចទៅបង្កើតបានដោយធ្វើតាមការបង្ហាញដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនហ្នឹងអញ្ចឹងតមកទៀតយើងត្រូវចុចសញ្ញាព្រួយនៅខាងលើស្ដាំនេះហើយយើងរើសយក Facebook account ហើយឥឡូវយើង tip អានេះត្រឹមនេះសិនហើយយើងទៅបើក account Facebook របស់យើងសិន account ដែលយើងចង់ដាក់ចូលណាអញ្ចឹងយើងបើក tab ថ្មីមួយហើយនៅក្នុង address bar នៅខាងលើនេះយើងសរសេរ fb.com ហើយទៅចុច enter ទៅហើយកន្លែងនេះយើងត្រូវប្រកាសថា account Facebook ដែលយើងបើកនេះគឺជា account ដែលយើងចង់ដាក់ចូលនៅក្នុង tool ហ្នឹងតែបើសិនជាករណីយើងបើកទៅវាឃើញ account ផ្សេងអញ្ចឹងយើងត្រូវចុចម៉នុយនៅខាងលើខាងស្ដាំនេះហើយយើងអូសទៅក្រោមបំផុតបន្ទាប់មកយើងចុចលើពាក្យថា log out អញ្ចឹងបន្ទាប់ពីយើងបាន log out ហើយយើងគ្រាន់តែ log in account Facebook ផ្សេងឲ្យត្រូវទៅបានហើយអញ្ចឹងបន្ទាប់ពីយើងបាន log in account Facebook ដែលយើងចង់ដាក់នឹងហើយយើងត្រឡប់ទៅវិញកន្លែងនេះយើងចុចប៊ូតុង add new មកហើយទៅចុចប៊ូតុង continue with Facebook នេះហើយកន្លែងនេះបើយើងធ្លាប់ភ្ជាប់ម្ដងហើយអាហ្នឹងយើងត្រូវចុចប៊ូតុង edit previous setting នេះអានេះយើងរើសយកខាងលើហើយចុច continue ទៀតទៅហើយកន្លែងនេះយើងត្រូវរើសយកខាងលើដែរបើយើងរើសយកខាងក្រោមយើងត្រូវមកភ្ជាប់ account ម្ដងទៀតបាន page នឹងវាចេញអញ្ចឹងយើងរើសយកខាងលើហើយចុច continue នៅខាងក្រោមនេះហើយកន្លែងនេះមិនបាច់ធ្វើអីទេចុចប៊ូតុង save ទៅហើយចុច got it ទៅបន្តមកយើងគ្រាន់តែចាំបន្តិចទៅឥឡូវវាកំពុង load ចូលហើយហ្នឹងហើយនេះចូលហើយណាឥឡូវយើងបាន add account បានមួយហើយចូលនៅក្នុង Tube to FB ហើយបងប្អូនយើងមួយចំនួនហ្នឹងនៅឆ្ងល់ថាចុះបើខ្ញុំចង់ add account ផ្សេងទៀតហ្នឹងធ្វើម៉េចអញ្ចឹងក្នុងករណីដែលយើងចង់ដាក់ account Facebook ផ្សេងចូលទៀតអាហ្នឹងយើងគ្រាន់តែចុចប៊ូតុង add new នេះទៅតែមុននឹងចុចប៊ូតុង continue with Facebook នេះយើងបើក tab ថ្មីហើយទៅយើងបើក facebook.com ហើយយើង log in account Facebook ផ្សេងមួយទៀតទៅ account ដែលយើងចង់ដាក់ account ណាយើង log in អាហ្នឹងទៅបើមិនចឹងទេយើង log in account ដដែលវាចូលដដែលទៀតហើយសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមនេះហើយបើមានបញ្ហាឬក៏មានចម្ងល់អីផ្សេងអាចតាក់ទងមក Telegram ខ្ញុំមកហើយខ្ញុំនឹងរីកឆ្លើយជានិច្ចហើយកុំភ្លេចជួយ Subscribe ហើយនិង Follow ម្នាក់មួយផងណាអរគុណបាយបាយ